តើអ្នកដឹងទេថាជំងឺរបេងនៅតែជាឃាតករជំងឺឆ្លងកំពូលមួយនៅលើពិភពលោកនៅ King County មនុស្សប្រហែល100,000 នាក់មានជំងឺរបេងមិនសកម្មដែលត្រូវបានគេស្គាល់ថាជំងឺរបេងមិនទាន់ឃើញច្បាស់ TB មិនទាន់ឃើញច្បាស់មានន័យថាមេរោគ TB ស្ថិតនៅក្នុងរាងកាយរបស់អ្នកប៉ុន្តែមិនលូតលាស់ទេអ្នកនឹងមិនមានអារម្មណ៍ឈឺហើយនឹងមិនរីករាលដាលជាមេរោគទៅមនុស្សដទៃទេប្រសិនបើជំងឺរបេងមិនត្រូវបានព្យាបាលទេវាអាចវិវត្តទៅជាជំងឺរបេងសកម្មនេះមានន័យថាមេរោគ TB កំពុងលូតលាស់នៅក្នុងរាងកាយរបស់អ្នកហើយអាចធ្វើឲ្យអ្នកឈឺអាចនាំឲ្យស្លាប់ក្នុងចំណោម10នាក់ដែលមានជំងឺរបេងមិនទាន់ឃើញច្បាស់និងវិវត្តជំងឺរបេងសកម្មពេញមួយជីវិតរបស់ពួកគេអ្នកអាចជួយបញ្ឈប់ការរីករាលដាលនៃជំងឺរបេងប្រសិនបើអ្នកកើតនៅខាងក្រៅសហរដ្ឋអាមេរិកអ្នកប្រហែលជាមានហានិភ័យខ្ពស់ក្នុងការមានជំងឺរបេងមិនទាន់ឃើញច្បាស់ស្នើសុំគ្រូពេទ្យរបស់អ្នកធ្វើតេស្តរោគជំងឺរបេងសួរអំពីការធ្វើតេស្តឈាម TB វាអាចមានភាពត្រឹមត្រូវជាងការធ្វើតេស្តសើស្បែកជំងឺរបេងអាចព្យាបាលបាននិងអាចព្យាបាលបានប្រសិនបើអ្នករកឃើញថាអ្នកមានជំងឺរបេងមិនទាន់ឃើញច្បាស់មានការព្យាបាលដើម្បីសម្លាប់មេរោគរបេងនិយាយជាមួយសមាជិកនៃសហគមន៍របស់អ្នកអំពីជំងឺរបេងនិងលើកទឹកចិត្តឲ្យធ្វើតេស្តតោះបញ្ឈប់ជំងឺរបេងជាមួយគ្នា